អ្វីទៅជាការធ្លាក់សការធ្លាក់សគឺជាការធ្លាក់ចេញនៅសារជាតិរាវដែលផលិតដោយក្រពេញនៅក្នុងទ្វារមាសស្ត្រីនិងមាត់ស្បូនប្រមូលយកកោសិកាងាប់និងបាក់តេរីផ្សេងចេញមកខាងក្រៅការធ្លាក់សគឺជាការបម្រើមុខងារសំខាន់មួយក្នុងប្រព័ន្ធបន្តពូជរបស់រាងកាយស្ត្រីវាជួយរក្សាទ្វារមាសឲ្យស្អាតនិងជួយការពារការឆ្លងមេរោគភាគច្រើននៃការធ្លាក់សគឺជារឿងធម្មតាទោះជាយ៉ាងណាយើងត្រូវព្យាយាមស្វែងយល់អំពីវាឲ្យបានច្បាស់2ការធ្លាក់សបែងចែកចេញជាពីរសន្តានទី1ការធ្លាក់សបែបធម្មជាតិដែលមិនមែនជាការបង្ករោគជាទូទៅការធ្លាក់សរបៀបនេះគឺអាចកើតមានគ្រប់ស្ត្រីទាំងអស់នៅក្នុងវ័យបន្តពូជរាងកាយស្ត្រីតែងតែធ្លាក់ទឹករំអិលនៅចន្លោះវដ្តរដូវគ្មានពណ៌គ្មានក្លិននិងមានរោគសញ្ញាណាមួយគួរឲ្យកត់សម្គាល់នោះឡើយវាក៏ជាសញ្ញានៃការខ្ជាក់មេជីវិតរបស់ស្ត្រីដូចគ្នាហើយស្ត្រីអាចមានសញ្ញានេះក្នុងរយៈពេល2ឬ3ថ្ងៃចន្លោះនៅពេលពាក់កណ្ដាលនៃវដ្តរដូវ2ការធ្លាក់សដែលបង្កដោយមេរោគនៅប្រដាប់បន្តពូជមាន2យ៉ាងគឺការធ្លាក់សមិនឆ្លងតាមការរួមភេទនិងការធ្លាក់សដែលឆ្លងតាមរយៈការរួមភេទ1ការធ្លាក់សដែលមិនឆ្លងតាមការរួមភេទការធ្លាក់សប្រភេទនេះអាចកើតមានលើគ្រប់ស្ត្រីទោះបីមិនធ្លាប់រួមភេទឬក៏ធ្លាប់រួមភេទហើយក៏ដោយមូលហេតុអាចបណ្ដាលមកពីបាក់តេរីដែលល្អការពារទ្វារមាសត្រូវបានបំផ្លាញធ្វើឲ្យទ្វារមាសមានការប្រែប្រួលហើយទទួលរងនៅភាពអាប់អួលឆ្លងមេរោគពីខាងក្រៅឬជំងឺមួយចំនួនដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់ស្ត្រីមានការចុះខ្សោយស្ថានភាពបែបនេះនឹងធ្វើឲ្យមានការបង្ករោគនៅក្នុងប្រដាប់បន្តពូជគឺជាជំងឺផ្សិតជំងឺទ្វារមាសនិងជំងឺរលាកទ្វារមាសដោយបាក់តេរីផ្សេងផងដែររោគសញ្ញានៃការធ្លាក់សរួមមានធ្លាក់សមានពណ៌លឿងបែកតងឬប្រផេះរាវស្មើសាច់ឬកកឬធ្លាក់សមានលាឈាមអាចមានធុំក្លិនស្អុយនិងមានក្លិនមិនល្អអាចរមាស់និងមិនរមាស់2ការធ្លាក់សដែលបង្កកើតដោយរោគឬឆ្លងតាមការរួមភេទការធ្លាក់សបែបនេះគឺអាចបណ្ដាលមកពីជំងឺកាមរោគដូចជាប្រមេះទឹកបាយនិងប្រមេះទឹកថ្លាប្រដាប់បន្តពូជអាចមានការធ្លាក់ចេញនៅទឹកថ្លាឬមានខ្ទុះមានរួមជាមួយនឹងអាការៈឈឺចុកចាប់ផ្នែកខាងក្រោមនៃពោះឬគ្មានឬធ្លាក់សលាយជាមួយឈាមក្រោយពេលរួមភេទជាទូទៅជំងឺប្រមេះទឹកបាយមិនសូវស្ដែងចេញជារោគសញ្ញាទេចំណែកឯប្រមេះទឹកថ្លាវិញអាចមានរោគសញ្ញាប្រហែលជា 30% នៅលើរាងកាយស្ត្រី3មូលហេតុដែលបណ្ដាលឲ្យកើតជំងឺធ្លាក់សទាំងពីរប្រភេទនេះមូលហេតុដែលបណ្ដាលឲ្យមានការធ្លាក់សទាំងពីរប្រភេទនេះបណ្ដាលមកពីការថែទាំលាងសម្អាតប្រដាប់បន្តពូជមិនបានត្រឹមត្រូវជាពិសេសគឺការថែទាំសម្អាតប្រដាប់បន្តពូជនៅពេលមករដូវដោយមិនបានផ្លាស់ប្ដូរសម្លេងឲ្យបានញឹកញាប់និងមិនបានហាលសម្លៀកពាក់ជាពិសេសខោក្នុងអាវក្នុងទៅក្រោមកម្ដៅថ្ងៃឲ្យបានត្រឹមត្រូវចូលចិត្តស្លៀកពាក់រឹបហប់ចង្អៀតក្នុងការរស់នៅប្រចាំថ្ងៃមានផ្ទុកមេរោគអេដសនិងជំងឺទឹកនោមផ្អែមផ្លាស់ប្ដូរដៃគូរួមភេទជារឿយៗមានដៃគូរួមភេទច្រើនឬបានរួមភេទជាមួយដៃគូដោយចៃដន្យឬអ្នករកស៊ីផ្លូវភេទដោយមិនបានប្រើប្រាស់នៅស្រោមអនាម័យមានប្រវត្តិធ្លាប់មានជំងឺកាមរោគចូលចិត្តសាក់នៅលើស្បែកជាដើមផលវិបាកនៃការធ្លាក់សទាំងពីរប្រភេទអាចបណ្ដាលឲ្យទី1រងនៅការរលាកអាងត្រគាកទី2ធ្វើឲ្យត្បៀតបំពង់ដៃស្បូនធ្វើឲ្យអត់មានកូនធ្វើឲ្យមានកូនក្រៅស្បូនឬងាយប្រឈមនឹងការរលូតកូននៅត្រីមាសទី1បែកទឹកភ្លុះនិងសម្រាលកូនមុនការកំណត់អាចចម្លងទៅទារកក្នុងផ្ទៃទារកកើតមកអាចមានជំងឺកាមរោគពីកំណើតដូចជាជំងឺភ្នែកជំងឺសួតជាដើម5វិធីការពារវិធីល្អបំផុតក្នុងការបង្ការជំងឺធ្លាក់សក៏ដូចជាជំងឺកាមរោគគឺ1អ្នកត្រូវថែទាំអនាម័យប្រដាប់បន្តពូជឲ្យបានល្អពន្យាពេលក្នុងការប្រឡូកក្នុងសកម្មភាពរួមភេទក្នុងវ័យយុវវ័យកាត់បន្ថយការផ្លាស់ប្ដូរដៃគូរួមភេទជារឿយៗប្រើស្រោមអនាម័យក្នុងពេលរួមភេទឲ្យបានត្រឹមត្រូវនិងជាប់លាប់
លើកទឹកចិត្តឲ្យមានផែនការនៃជីវិតដែលមានសុខភាពដើម្បីការពារជំងឺកាមរោគជៀសវាងប្រើគ្រឿងស្រវឹងគ្រឿងញៀនក្នុងពេលរួមភេទអត្ថបទខាងលើគ្រាន់តែជាការចែករំលែកមួយចំណែកនៃចំណេះដឹងទូទៅសម្រាប់ស្ត្រីដើម្បីសិក្សាស្វែងយល់ពីរោគសញ្ញាការថែទាំនិងការការពារតែប៉ុណ្ណោះមានចម្ងល់ឬមានបញ្ហាត្រូវទៅពិនិត្យនិងពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិតជំនាញត្រឹមត្រូវតាមវិជ្ជាជីវៈនិងប្រកបដោយសុវត្ថិភាពសូមអរគុណសូមជម្រាបលា